នៅពេលដែលខ្ញុំចេញពីផ្ទះគ្រូសាខ្ញុំមានពាក្យប្រមាណម៉ាត់ដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្តខំប្រឹងតស៊ូទៅមុខជានិច្ចគាត់និយាយថាពេលកូនចេញពីស្រុកត្រូវមើលទៅមុខក៏មើលក្រោយប្រឹងទៅមុខទៅជីវិតកូនបានល្អប្រសើរពេលកូនចេញពីស្រុកកុំស្ដាយគេអកកុំស្ដាយស្រែចម្ការកុំស្ដាយដីធ្លីរបស់ពួកគាត់បើកូននៅតែសម្លឹងទ្របទាំងអស់នឹងកូនទៅមុខអត់បានឆ្ងាយទេកុំទៅរកលុយបដានឹកឃើញថ្ងៃណាមួយមកលួចទ្រព្យសម្បត្តិទាំងអស់នឹងធ្វើមានលុយអានឹងកូនគិតខុសហើយគាត់និយាយថាកូនចេញពីស្រុកទៅហើយកូនត្រូវតែប្រឹងលើខ្លួនឯងប្រឹងដោយសមត្ថភាពខ្លួនឯងកសាងភាពមានបានដោយខ្លួនឯងស្រុកយើងមានរឿងអស្ចារ្យជាច្រើនជាងទ្រព្យសម្បត្តិដែលឪពុកម្ដាយកំពុងមាននឹងទៀតបើកូនចេះកសាងខ្លួនឲ្យមានបានដោយខ្លួនឯងអានឹងទើបកូនខ្លាំងទៅថ្ងៃមុខគាត់និយាយថាបើមានពេលកូនត្រូវតែរៀនម៉ែឪមិនដឹងថារៀនទៅវាបានធ្វើស្អីទេតែដឹងតែត្រឹមថាបើមិនរៀនទេគឺប្រហែលម៉ែប្រហែលឪនឹងឯងគាត់ប្រាប់ខ្ញុំថាកូនត្រូវតែរៀនឲ្យបានច្រើនទៅ